បាទជំរាបសួរបងប្អូនទាំងអស់គ្នាជាទីរាប់អាននេះគឺជាសកម្មភាពដែលខ្ញុំត្រាំពូជជាមួយនឹងជី Power Boost របស់យើងរយៈពេលមួយយប់ស្រូវនេះគឺខ្ញុំបានផ្អាប់មួយយប់ហើយខ្ញុំលើកយកមកស្រាយដាក់តង់បាទផ្អាប់មួយយប់ហើយបន្ទាប់មកយប់មិញនេះគឺខ្ញុំត្រាំជាមួយជីរបស់យើងមួយយប់ទៀតដែលស្រូវនេះចំនួន200គីឡូហើយខ្ញុំត្រាំជីប្រហែលជា7600 cc អញ្ចឹងគឺខ្ញុំត្រាំមួយយប់ឥឡូវនេះគឺយើងបានស្រង់វាដាក់ឲ្យវាស្ងួតបើមិនស្រួលព្រួចព្រោះនេះប្រភេទជី Power Boost យើងផ្ទាល់តែម្ដងអញ្ចឹងខ្ញុំបានរៀបចំធ្វើទៅតាមបច្ចេកទេសរបស់បងប្អូនជាកសិករដែលគាត់ធ្វើទៅជោគជ័យក៏ដូចជាការធ្វើតាមរបស់ដុកទ័រដែលគាត់បានបង្រៀនឲ្យយើងត្រាំជាមួយនឹងជីរបស់យើងនេះដើម្បីឲ្យវាមានកម្លាំងក៏ដូចជាមានទំហើមសម្រាប់បដោះឲ្យមើលទៅល្អប្រសើរមែននេះគឺគ្រប់ស្រូវទាំងអស់ប្លុកទាំងអស់ណាយើងបានប្រអាប់មួយយប់មិញនេះធ្វើឲ្យវាចិញ្ចឹមគ្រប់ស្រូវរបស់យើងបានល្អនឹងបញ្ចេញឫសស្ទើរតែគ្រប់គ្រាប់ទាំងអស់នេះមើលទៅប្លុកសទៅហើយឥឡូវនេះស្រែខាងក្រោយនោះគឺចំនួន70 A គឺកំពុងតែវាយហើយជាយ៉ាងយូរម៉ោង2នេះគឺបានព្រាចហើយចាប់ដើមយើងកើបដាក់ស្រូវដាក់ដីដើម្បីយើងបញ្ជូនយកទៅស្រែដើម្បីយើងយកទៅព្រុសហើយខ្ញុំនឹងថតចាប់ពីធ្វើនេះរហូតដល់បានប្រមូលផលអញ្ចឹងសកម្មភាពទី1ខ្ញុំតាំងពីរយក្របពូជដើម្បីឲ្យសម្អាតឲ្យបានល្អយកសម្ដីចេញហើយនឹងយកស្រូវល្អយកមកត្រាំដើម្បីយើងធ្វើជាផលរបស់យើងបានល្អផ្សារហើយបានត្រាំក៏ដូចជាឥឡូវនេះបានត្រាំជាមួយនឹងជី Power Boost របស់យើងទៀតចឹងសង្ឃឹមថាបងប្អូនទាំងគ្នាតាមដានទាំងអស់គ្នារហូតដល់បានផលរយៈពេល3ខែស្រូវនេះយើងធ្វើរយៈពេល3ខែនឹងទទួលផលហើយអញ្ចឹងចាំតាមដានបន្តទៀតអរគុណ